ចាងលៀងគឺជាវីរបុរសដ៏អស្ចារ្យម្នាក់ក្នុងចំណោមវីរបុរសទាំង3ដែលបានជួយលាវប៉ាងបង្កើតរាជវង្សហានហើយគាត់ក៏បានដកខ្លួនចេញពីភ្នែកសាធារណជនបន្តិចម្ដងមិនត្រូវការអំណាចបុណ្យស័ក្តិឬកិត្តិយសរស់នៅដោយភាពស្ងប់ស្ងាត់មុនការបង្កើតរាជវង្សហានចាងលៀងជាបុរសម្នាក់ដែលពោពេញទៅដោយយុទ្ធសាស្ត្រអាចយកឈ្នះលើសត្រូវដែលនៅឆ្ងាយនិងមានយុទ្ធសាស្ត្រវែងឆ្ងាយមើលធ្លុះស្ថានភាពបើគ្មានគាត់ទេប្រកាសណាហានស៊ីងច្បាស់ជាបង្កើតនគរថ្មីមួយប្រឆាំងនឹងលាវប៉ាងវិញទោះយ៉ាងណាក៏ដោយបន្ទាប់ពីបង្កើតរាជវង្សហានចាងលៀងបានប្រសាទឆ្ងាយពីឆាកនយោបាយទាំងស្រុងចាងលៀងបានបោះបង់អំណាចទាំងអស់ត្រឹមតែមួយប្រព្រឹត្តភ្នែកដោយមិនសោកស្ដាយទោះបីជាគាត់រស់រានមានជីវិតអស់រយៈពេល16ឆ្នាំបន្ទាប់ពីបង្កើតរាជវង្សហានក៏ដោយគាត់មិនបានចូលរួមក្នុងកិច្ចការនគរណាមួយអំឡុងពេលនោះទេមិនថាឡើយលាវប៉ាងនិងស្ដេចនាមត្រកូលផ្សេងប្រយុទ្ធគ្នាយ៉ាងណាគាត់មិនដែលធ្វើអន្តរាគមន៍ឬលូកដៃឡើយលើកលែងតែរឿងមួយគត់នៅពេលដែលលាវប៉ាងទម្លាក់រាជទាយាទពីតំណែងទោះក្នុងករណីនេះចាងលៀងមិនមានឆន្ទៈធ្វើអន្តរាគមន៍ដោយផ្ទាល់តែគាត់បានផ្ដល់យោបល់ឲ្យម្ចាស់ស្ត្រីលីប៉ុន្តែចាងលៀងមិនបានចាត់ធានការផ្សេងទៀតឡើយដូច្នេះហេតុអ្វីបានជាចាងលៀងជ្រើសរើសចូលនិវត្តន៍បន្ទាប់ពីបង្កើតរាជវង្សហានមានទីប្រឹក្សាជាច្រើននៅក្នុងប្រវត្តិសាស្ត្រចិនហេតុអ្វីបានជាចាងលៀងដែលជាមនុស្សមានគុណសម្បត្តិក្នុងការបង្កើតរាជវង្សហានបែរចូលនិវត្តន៍ទាំងវ័យក្មេងមិនត្រូវការអំណាចអ្វីទាំងអស់តើបទពិសោធន៍ជីវិតរបស់ចាងលៀងចាងដូចម្ដេចខ្លះតើការចូលនិវត្តន៍របស់គាត់មានឥទ្ធិពលអ្វីខ្លះដល់ប្រវត្តិសាស្ត្រចិនតើចាងលៀងបានចូលរួមក្នុងសកម្មភាពអ្វីខ្លះកំឡុងពេលបង្កើតរាជវង្សហានហើយថាតើចាងលៀងបានធ្វើអ្វីបន្ទាប់ពីការបង្កើតរាជវង្សហានដើម្បីយល់ពីបញ្ហាទាំងអស់នេះយើងត្រូវចាប់ផ្ដើមជាមួយបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់គ្រួសាររបស់ចាងលៀងដើមឡើយជាអភិជនរបស់នគរហានបន្ទាប់ពីឈីងស៊ីហួងបានបង្រួបបង្រួមនគរទាំង6គ្រួសាររបស់គាត់ត្រូវបានសម្លាប់ចោលចាងលៀងបានរត់ភៀសខ្លួនទៅដល់សានតុងក្រោយមកនៅពេលចាងលៀងកំពុងឆ្លងស្ពានមួយគាត់បានជួបបុរសចំណាស់ម្នាក់ដែលបានធ្វើធ្លាក់ស្បែកជើងដោយមានចិត្តសប្បុរសចាងលៀងបានជួយគាត់រើបជើងឲ្យបុរសចំណាស់នោះទោះយ៉ាងណាក៏ដោយបុរសចំណាស់នោះមិនបានដឹងគុណចាងលៀងហើយក៏ដោះបិជើងក្រវែងចោលទៀតទោះបីបែបនេះក៏ដោយចាងលៀងមិនខ្វល់ហើយបានរើសស្បែកជើងឲ្យបុរសចំណាស់នោះម្ដងទៀតប៉ុន្តែបុរសចំណាស់នោះនៅតែបោះចោលវាម្ដងទៀតបន្ទាប់ពីរឿងនេះបានកើតឡើងជាច្រើនដងទីបំផុតបុរសចំណាស់បានឃើញពីភាពស្មោះត្រង់របស់ចាងលៀងហើយបានផ្ដល់ឲ្យគាត់នៅសៀវភៅមួយដែលមានឈ្មោះថាហួងស៊ឺធានស៊ូដែលសរសេរដោយអ្នកប្រាជ្ញរាជវង្សជៅជាងស៊ីយ៉ាតាមរយៈសៀវភៅមួយក្បាលនេះដែលធ្វើឲ្យចាងលៀងបានរៀនពីយុទ្ធសាស្ត្រជាច្រើនហើយបានក្លាយជាអ្នកយុទ្ធសាស្ត្រដ៏ល្បាញល្បីក្នុងប្រវត្តិសាស្ត្ររឿងទាំងនេះគឺជារឿងពិតដែលត្រូវបានកត់ត្រាយ៉ាងច្បាស់ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រដូច្នេះភាពជឿជាក់របស់វាគឺលើសពីការសង្ស័យរបស់យើងទោះយ៉ាងណាក៏ដោយរឿងទាំងនេះធ្វើឲ្យមនុស្សជំនាន់ក្រោយងាយយល់ច្រឡំថាឈីងស៊ីហួងបង្រួមទឹកដីតាំងពីចាងលៀងនៅក្មេងមកម្ល៉េះហើយសមត្ថភាពរបស់ចាងលៀងអាចក្លាយជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យនៅពេលក្រោយតាមពិតនេះជាការយល់ខុសទោះបីជាឆ្នាំកំណើតរបស់ចាងលៀងមិនត្រូវបានកត់ត្រាយ៉ាងលម្អិតនៅក្នុងសៀវភៅប្រវត្តិសាស្ត្រក៏ដោយយោងតាមកំណត់ត្រាសៀវភៅប្រវត្តិវិទូឪពុករបស់ចាងលៀងបានទទួលមរណភាពនៅឆ្នាំ250មុនគ្រិស្តសករាជដូច្នេះចាងលៀងប្រហែលជាកើតមុនឆ្នាំនេះក៏មានន័យដែរថាចាងលៀងពិតជាមានជំនាន់ដូចនឹងលាវប៉ាងនិងឈីងស៊ីហួងហើយប្រហែលជាមានវ័យចំណាស់ជាងអធិរាជទាំងពីរនេះបន្តិចហេតុដូច្នេះហើយរឿងរ៉ាវដែលចាងលៀងរើសស្បែកជើងឲ្យបុរសចំណាស់ក្នុងប្រវត្តិសាស្ត្រពេលនោះចាងលៀងប្រហែលជាមានអាយុ30ឆ្នាំទៅហើយមិនមែនក្មេងនោះទេលើពីនេះទៅទៀតសៀវភៅមួយក្បាលនោះគឺមិនអាចឲ្យចាងលៀងខ្លាចជាអ្នកយុទ្ធសាស្ត្រដ៏ខ្លាំងពូកែបានភ្លាមនោះទេវាត្រូវពឹងផ្អែកលើសៀវភៅជាច្រើនទៀតប្រសិនជាសៀវភៅមួយក្បាលនោះអាចជួយឲ្យចាងលៀងខ្លាចជាទីប្រឹក្សាដែលមានយុទ្ធសាស្ត្រដ៏អស្ចារ្យបាននោះកូនចៅរបស់ជើងជាយ៉ាប្រកាសជាខ្លាចជាអ្នកអស្ចារ្យទាំងអស់ហើយទ
ตัวอย่างน่าก็ดาวตามการเปิดเตอก้นใจระบอบเชียงจียามันมีเนื้อนาออกจากครึ่งประวัติศาสตร์โนเตโดยเฉพาะเนี่ยประวัติศาสตร์กล่าวได้ชื่อถามมูลหะได้จางเลียงคลายจินยุทธศาสตร์ดอกผู้กายเพราะหายมันเม้นได้ซาสิเพอมือบ้านโนเตเพราะหายชิสิเพอได้บรรซอตกในครูซาระบอบกอดตะวินในขนมประวัติศาสตร์เพลิงกามีกำหนดตราติตุยบำพดอมปีชีวประวัติระบอบครูซาจางเลียงมีแต่กำหนดตรามวยกดได้ในเย้พิชิตาระบอบจางเลียงได้เตรบันกิสกอธาจางคายหายอปุกระบอบกอดเตรบันกิสกอธาจางปิงครูซาระบอบจางเลียงบานบำราจิอุปราชในโกหานพรางจำนวนกราปีหนุขมิ้นกำหนดตราหนาบานก็ตราอมปีประวัติครูซาระบอบจางเลียงตัวใบชื่อกำหนดตราโรคบอกประวัติครูซาจางเลียงมีการคว้าขาดขนมประวัติศาสตร์เพลิงกาก็ดอยยังไอปันสมานอ้อมปีบเปียบรอระบอบจางเลียงดาวศึกษาปีประวัติศาสตร์ระบอบนโกหานขนมสมัยสงครามนโกตังประมวยมนุษย์ได้ทรอบสกอประวัติศาสตร์สงครามสมัยนโกตังประมวยดังทาในเปียกันดาสมัยสงครามนี้ประเทศเซงบานอนุวัตกุมนายตำรงชีบันตอในเป้หนุจักรภพชิงบานอนุวัตกุมนายตำรงระบอบสร้างยางหายนโกหานบานอนุวัตกุมนายตำรงระบอบเซนปอไฮคือจีนปราดดอลใบละบายมันแหนพองได้โยงตามกาเกรณีในเป้วิลีจิตาระบอบจางเลียงประหารจีจับดามล้างการอำนาจบรรทอบปีกาสลับระบอบเซนปอไฮในเป้ดาสโมผมช่างผิงบานตู้หลังอาจในยัยบ้านทาจีกำลังเปรดาวปุกระบอบจางเลียงล้างการอำนาจในเป้หนุ่นโกชิงดักหนอบดาวดัดชิงเจ้าซิวบานเลิกตอบวิประหารโกหานนึ่งบานกันกับได้จิตรานนโกหานบ้านส้มจุนหนุยปีนโกจ่ายนึ่งบานประโคดได้จิตรานเอานโกจ่ายด้ามใบตบตลจิมวยนึ่งนโกชิงหายที่บุมพดสมอผมช่างผิงบานตุลางประวัติวิตูจิตรานบานยุลธาการิบจำพานกาดอจานี่คือจิพานการระบอบอปุกระบอบจางเลียงตู้ใบจิมันเมนจิกอดก็ดอยสาธารณะเอาปุกระบอบจางเลียงนเป้หนุกูแต่บานโจรวมจำหน่ายอย่างซี่จุมเริญในครุ่มปฏิการจีประวัติศาสตร์นี้ประวัติวิตูขลายุลธาจุมเนียนยุทธศาสตร์แบบนี้อาจีจุมเนียนระบอบครูซาจางเลียงกับทาบานตู้ใบจิตเตปกษายุทธศาสตร์ระบอบจางเลียงบานมาปีหน้าก็ดาวนิเจอเคลในเปดาชินซีหวงบังรูมตึกใดจางเลียงประหารจิเมียนอายุ30 ปีเตอร์เฮยนโกชิงบานบนพลายนโกหานทั่วเอาจางเลียงพลาจิอภิจุนทะเลคลูนโดยใช้หาวจ้างเลียงมีการสอบเปิมชิงซี่หุ่นจิคลังระหดดอกกวาดลุตรอบสมบัติจีจราด้ามใบสไฟโรที่ตะกอสำหรับชิงซี่หุ่นในเป้ได้ชิงซี่หุ่นทุบเป็นนักตึกใดจิเลิกที่ใบจ้างเลียงบานรุ่มใดจิมวยบรักคลังมาแน่ด้ามใบวิชเหมาะเลิศเพลอได้ชิงซี่หุ่นฉลองกันแต่กุมรุ่งในตรึบานปราจีสำนักอ่อจ้างเลียงได้มีเพียบไว้ฉลาดบานรุดกิจผดปีกาจับคลูนปรำบุญฉนำกล้อยเมาบรรทอบปีกาเปิ้นปองทั่วเขียปราเจที่บ่มผดชิงซี่หวงบานตะตัวมรณะผีตามกาเกรณีเปวลีจ้างเลียงประหารจิเมียนอายุ30 ปีเฮาในเปนูขนมดำน้าชีวิตดเวนชไงระบอบจ้างเลียงกอดบานสู้ตรอมนังเพียบอมานังลุ่มบาดาวใบซองศึกสึกเตรระบอบก่อนตามทุสนาระบอบจ้างเลียงชิงซี่หวงฉบับจะจุนดัดกาบักเมียนชิงซีฮวงเตจ้างเลียงอาจรู้ในคนุชีวิตได้ขมิ้นกงวอลเมียนธนาจิอุปราชตัวอย่างน่าก็ดาวได้สาการบังรูปบังรวมตึกใดระบอบชิงซีฮวงประเทศระบอบจ้างเลียงตรึกบานบำพลายเนื้อเป้ได้กวาดเมียนอายุประหารมาเพยชนำระยะเป้ชื่อมาเพยชนำได้จ้างเลียงบานสอบเปิมนโกชิงอย่างเจริญเจริญยังอาจจะไม่เมื่อถาตาจ้างเลียงช่วยจับปนะได้ซาเตเรื่องนี้เนื้อเปลได้ดำเนินมรณะผีระบอบชิงซีหวงบานแต่ดอตะจิจ้างเลียงกอดจับดามพระโมกุมหลังด้ามใบรีบจำสกรรมผีประชังหนึ่งนโกชิงเป้หนูจ้างเลียงบานจุ่มนายตรอบสมบัติจงกล้าระบอบกอดจีถนนหนึ่งเนี่ยดาวตามจีมือเลยเนี่ยขนมเป้จมวยขณีหนูปูอาพิจุนในนโกตั้งประมวยในกันไล่เสียงก็โดยจีจุนซีเวลได้เหมือนเป็นจัดย่างคลางจมปูก้ากุบกรงโรบอนโกชิงก็จับดาวรีบจำบาเบาแต่งออกโดยชนะหายขนมได้เจาะเป็นมุ้ยฉนามบนต่อพิชิงซีหวงบานเศร้าที่วงกล
មានបរិបពីរអ្នកគឺឈិនសឹងនិងអ៊ូគួងបានចាប់ផ្ដើមបះបោរនៅទីប្រជុំជនតាស៊ឺដែលត្រូវបានគេស្គាល់ក្នុងប្រវត្តិសាស្ត្រថាជាអ្នកបះបោរដំបូងគេប្រឆាំងនឹងចក្រភពឈីងប្រវត្តិរបស់ចាងលៀងភាគ1សូមបញ្ចប់តែត្រឹមនេះសង្ឃឹមជួបបងប្អូននៅវីដេអូភាគក្រោយក្រោយពីឈិនស៊ីហួងបានសោយទីវគុតបានរយៈពេល1ឆ្នាំឈិនសៅនិងអ៊ូគួនបានក្រោកបះបោរបន្ទាប់ពីការបះបោរនេះបានផ្ទុះឡើងជាមួយខែក្រោយមករលកនៃការបះបោរបានបក់បោរពេញពេញចក្រភពឈីងស្ទើរតែពេលនោះគ្រប់គ្នាចាប់ផ្ដើមងើបបះបោរនៅពេលនោះចាងលៀងដែលបានប្រមុខដល់មនុស្សជា100នាក់ជុំវិញគាត់បានចាប់ផ្ដើមបះបោរដែរនៅពេលចាងលៀងក្រោកបះបោរមានរឿងសំខាន់ពីរដែលគាត់ត្រូវធ្វើរឿងដំបូងគឺកាន់កាប់ទឹកដីឲ្យបានលឿនតាមដែលអាចធ្វើទៅបាននេះវាងាយយល់ណាស់ព្រោះនៅពេលនោះបន្ទាប់ពីមនុស្សគ្រប់គ្នាចាប់ផ្ដើមមានកងទ័ពគោលដៅរបស់ពួកគេគឺពង្រឹងខ្លួនឯងឲ្យបានលឿនតាមដែលអាចធ្វើទៅបានបើមិនដូច្នេះទេពួកគេនឹងត្រូវចក្រភពឈីងបំផ្លាញឬត្រូវអ្នកបះបោរផ្សេងកំចាត់ចោលរឿងទី2ត្រូវស្វែងរកកូនចៅរបស់នគរហានឲ្យបានឆាប់ព្រោះចាងលៀងមិនអាចបង្កើតនគរបានទេព្រោះគាត់គ្រាន់តែជាមន្ត្រីមិនមែនជាខ្សែរាជវង្សបើពេលនោះគាត់ប្រកាសខ្លួនជាស្ដេចនោះមិនអាចប្រមូលចិត្តព្រះឲ្យរួបរวมតែមួយតែក្រោយមកចាងលៀងបានរកឃើញរឿងពីរដែលគាត់មិនអាចធ្វើបានទី1ចាងលៀងមិនពូកែដឹកនាំទ័ពចូលក្នុងសមរភូមិអ្វីត្បិតតែគាត់ជាអ្នកពូកែយុទ្ធសាស្ត្រក៏ដោយក៏មានភាពខុសគ្នាខ្លាំងរវាងយុទ្ធសាស្ត្រនិងការដឹកនាំទ័ពប្រយុទ្ធដូច្នេះទោះបីជាចាងលៀងមានមនុស្សជាច្រើននៅជុំវិញខ្លួនគាត់ដើម្បីឲ្យគាត់បញ្ជាក៏ដោយក៏គាត់មិនអាចដឹកនាំពួកគេឲ្យដណ្ដើមយកទឹកដីបានឆាប់រហ័សនិងពង្រឹងទឹកដីរបស់ខ្លួនបានឡើយចាងលៀងគឺជាទីប្រឹក្សាប៉ុន្តែគាត់មិនមែនជាអ្នកដឹកនាំទីប្រឹក្សាគ្រាន់តែជាអ្នកផ្ដល់យុទ្ធសាស្ត្របើគ្មានអ្នកផ្ដល់យុទ្ធសាស្ត្រអ្វីៗនឹងមិនដំណើរការហើយចំពោះការប្រយុទ្ធវាសំខាន់នៅពេលក្រោយបើគាត់ពឹងតែលើយុទ្ធសាស្ត្រនោះមិនអាចឈ្នះឡើយចំណែករឿងក្រោយមកទៀតគាត់មិនប្រកាសថាអាចស្វែងរករាជវង្សរបស់នគរហានបានឡើយព្រោះនៅពេលដែលឈិនស៊ីហួងបំផ្លាញនគរទាំង6ដំបូងឡើយគាត់មិនបានសម្លាប់ស្ដេចឬអភិជនឡើយប៉ុន្តែក្រោយមកពួកអភិជនបានរួមគ្នាបះបោរធ្វើឲ្យមានការប៉ះពាល់ដល់នគរឈិនជាខ្លាំងដូច្នេះហើយឈិនស៊ីហួងបានសម្រេចចិត្តបញ្ជាឲ្យគេប្រហារជីវិតស្ដេចហាននិងពួកមន្ត្រីធំហើយមានពួកមន្ត្រីនិងអភិជនតិចតួចណាស់ដែលបានរត់រួចខ្លួនរឿងទាំងនេះហើយដែលធ្វើឲ្យចាងលៀងពិបាកស្វែងរកកូនចៅរបស់រាជវង្សហានដែលនៅសេសសល់នៅពេលការបះបោររបស់ពួកកសិករកាន់តែខ្លាំងក្លាឡើងចក្រភពឈីងបានប្រមូលកងទ័ពធំដើម្បីកម្ចាត់ពួកគេចោលឈិនសឹងនិងអ៊ូគួងនិងអ្នកផ្សេងទៀតដែលចាប់ផ្ដើមបះបោរត្រូវស្លាប់ម្ដងមួយបន្ទាប់ពីនោះមកក្រុមអ៊ូទីមត្រូវបានបែងចែកជាបកពួកជាច្រើនហើយកម្លាំងត្រូវបានកាត់បន្ថយប្រសិនបើពេលនោះចៅកានិងលីស៊ឺមិនប្រយុទ្ធគ្នាដណ្ដើមអំណាចនោះទេចក្រភពឈីងប្រកបណាស់នឹងអាចបង្ក្រាបការបះបោរទាំងនោះយ៉ាងងាយស្រួលនៅពេលដែលចាងលៀងមិនអាចស្វែងរកកូនចៅនៃនគរហានដើម្បីបង្កើតនគរបានហើយពេលនោះឈិនសៅនិងអ៊ូគួងក៏ត្រូវបានចក្រភពឈីងសម្លាប់ចោលដូច្នេះចាងលៀងបានដឹកនាំទ័ពដែលតិចតួចរបស់គាត់ទៅភាគខាងត្បូងដើម្បីចូលរួមជាមួយជីងជីគឺជាពលរដ្ឋនគរឈូកំឡុងពេលសម័យសង្គ្រាមនគរទាំង6គាត់ជាគ្រួសារធំទាំង3នៃនគរឈូរួមមានឈីជីងចាងដូច្នេះហើយទើបត្រកូលជីងនេះអាចអំពាវនាវប្រមូលកងទ័ពបានឆាប់រហ័សបន្ទាប់ពីឈិនសៅត្រូវបាត់បង់ជីវិតជីងជីត្រូវបានមនុស្សជាច្រើនជ្រើសរើសជាមេដឹកនាំថ្មីនៃការបះបោរ
នៅពេលដែលចាងលៀងធ្វើដំណើរទៅតាមផ្លូវនៅភាគខាងជើងដើម្បីចូលរួមជាមួយជីងជីចាងលៀងបានជួបមនុស្សសំខាន់បំផុតម្នាក់ក្នុងជីវិតរបស់គាត់មនុស្សម្នាក់នោះគឺលីវប៉ាងនៅពេលដែលលីវប៉ាងបានជួបជាមួយចាងលៀងស្ថានភាពរបស់គាត់គឺមិនសូវល្អនោះទេមនុស្សជាច្រើនដឹងថាលីវប៉ាងបានចាប់ផ្ដើមកងទ័ពរបស់គាត់ក្នុងស្រុកភ័យហើយពង្រីកវាបន្តិចម្ដងប៉ុន្តែតាមពិតទៅកំឡុងពេលដំណើរការនៃការពង្រីករបស់លីវប៉ាងមិនរលូននោះទេបន្ទាប់ពីចាប់ផ្ដើមប្រមូលផ្ដុំកងទ័ពនៅស្រុកភ័យដំបូងឡើយគឺខ្លាំងក្លាគាត់អាចដណ្ដើមយកក្រុងហ្វឹងអ៊ីបានយ៉ាងឆាប់រហ័សប៉ុន្តែក្រោយមកនៅពេលដែលគាត់តែងតាំងយ៉ុងឈីដែលជាមេទ័ពចុះចាញ់ឲ្យយាមក្រុងហ្វឹងយីគេបានក្បត់នឹងគាត់ហើយដណ្ដើមយកក្រុងនេះលីវប៉ាងដោយមិនអាចបំបែកទីក្រុងនេះបានគាត់បង្ខំចិត្តដកថយនិងរងការខាត់បងជាខ្លាំងទឹកដីស្ទើរទាំងអស់ដែលគាត់វាយដណ្ដើមបានត្រូវរលាយហើយត្រូវបង្ខំចិត្តដកថយទៅស្រុកភ័យវិញហើយលីវប៉ាងក៏សម្រេចចិត្តមកចុះចូលជាមួយនឹងជីងជីដើម្បីប្រមូលកម្លាំងវាយយ៉ុងឆើនៅពេលនោះហើយដែលចាងលៀងនិងលីវប៉ាងបានជួបគ្នាការជួបគ្នានេះវាបានផ្ដល់សង្ឃឹមថ្មីដល់លីវប៉ាងដោយចាងលៀងបានឲ្យកងទ័ពលីវប៉ាងខ្ចីទាំងអស់ដូច្នេះហើយបន្ទាប់ពីលីវប៉ាងទទួលបានកងទ័ពទាំងនោះគាត់អាចដណ្ដើមយកទឹកដីមកវិញទាំងអស់រឿងទាំងនេះហើយដែលធ្វើឲ្យចាងលៀងមើលឃើញពីគុណសម្បត្តិលីវប៉ាងក្នុងនាមជាអ្នកដឹកនាំដូច្នេះចាប់ពីពេលនោះមកចាងលៀងបានបោះបង់ការចូលរួមជាមួយជីងជីហើយសម្រេចចិត្តចូលរួមជាមួយលីវប៉ាងវិញនៅពេលនោះចាងលៀងមិនមែនចូលរួមតែម្នាក់ឯងនោះទេគឺគាត់ចូលរួមជាមួយកងកម្លាំងរបស់គាត់ប្រសិនបើចាងលៀងមិនបានចូលរួមជាមួយលីវប៉ាងនៅពេលនោះទេលីវប៉ាងប្រកាសជាដួលរលំដូច្នេះហើយសម្រាប់លីវប៉ាងចាងលៀងគឺជាម្ចាស់ភាគហ៊ុនដ៏ធំដែលបានចូលរួមក្នុងដំណាក់កាលដំបូងនៃជីវកម្មរបស់គាត់ទោះយ៉ាងណាក៏ដោយវាពិតជាមានបញ្ហាតូចៗនៅទីនេះប្រសិនបើយើងប្រៀបធៀបវាទៅនឹងការគ្រប់គ្រងអាជីវកម្មបែបសម័យទំនើបអាជីវកម្មរបស់លីវប៉ាងកំពុងស្ថិតក្នុងការលំបាកចាងលៀងបានផ្ដួចផ្ដើមគំនិតដើម្បីចូលរួមសហការវិនិយោគជាមួយលីវប៉ាងហើយគាត់បានក្លាយជាម្ចាស់ភាគហ៊ុនមួយប៉ុន្តែនៅពេលដែលស្ថានភាពអាជីវកម្មរបស់លីវប៉ាងមានភាពប្រសើរបន្តិចម្ដងចាងលៀងបានដកខ្លួនថយនេះមិនមែនដោយសារចាងលៀងគិតខ្លីប៉ុន្តែដោយសារពេលនោះសៀងលៀងដែលជាពូរបស់សៀងអ៊ីបានរកឃើញបរិសម្នាក់ឈ្មោះហានចឹងដែលជាកូនចៅជំនាន់ក្រោយរបស់នគរហានដូច្នេះហើយទើបចាងលៀងសម្រេចចិត្តចាកចេញពីលីវប៉ាងដើម្បីបង្កើតនគរហានឡើងវិញចាងលៀងមិនត្រឹមតែចាកចេញម្នាក់ឯងនោះទេគាត់បានចាកចេញជាមួយកងទ័ពរបស់គាត់ប្រសិនពេលនោះលីវប៉ាងដែលជាអ្នកគ្រប់គ្រងមានកម្រិតមធ្យមគាត់ច្បាស់ណាស់សម្រាប់ចាងលៀងដើម្បីទទួលបានអ្នកក្រោមបង្គាប់របស់ចាងលៀងទាំងអស់ប៉ុន្តែលីវប៉ាងជាមនុស្សឆ្លាតគាត់បានជ្រើសរើសប្រើវិធីយកចិត្តមនុស្សនៅពេលដែលចាងលៀងមានបំណងចាកចេញពីគាត់មិនត្រឹមតែឲ្យចាងលៀងទៅតាមសំណួរប៉ុណ្ណោះទេថែមទាំងផ្ដល់កងទ័ពឲ្យគាត់បន្ថែមទៀតមិនត្រឹមតែប៉ុណ្ណោះលីវប៉ាងបានបង្ហាញឆន្ទៈក្នុងការជួយចាងលៀងស្ដារនគរឡើងវិញរឿងទាំងនេះហើយដែលធ្វើឲ្យអ្នកទាំងពីរនៅតែខ្លាចជាដៃគូយុទ្ធសាស្ត្រនឹងគ្នាហើយពួកគេក៏បានបែងចែកផ្លូវគ្នាជាបណ្ដោះអាសន្ននៅពេលនោះលីវប៉ាងបន្តប្រយុទ្ធខណៈដែលចាងលៀងងាកទៅរកស្ដេចហានចឹងដើម្បីបង្កើតនគរបន្ទាប់មករឿងរ៉ាវនៃការឈានទៅមុខរបស់លីវប៉ាងគឺទៅដល់សៀនយ៉ាងយើងដឹងហើយថាបន្ទាប់ពីការបរាជ័យរបស់អ្នកបះបោរដំបូងគេប្រឆាំងនឹងចក្រភពឈីងគឺឈិនសឹងនិងអ៊ូកងមន្ត្រីជាន់ខ្ពស់របស់ចក្រភពឈីងក៏បានប្រយុទ្ធគ្នាដណ្ដើមអំណាចតែចំពោះកម្លាំងកងទ័ពសំខាន់របស់ចក្រភពឈីងដែលដឹកនាំដោយចាងហានបានបង្ក្រាបការបះបោរនៅជួរមុខយ៉ាងសកម្មធ្វើឲ្យនគរទាំង6បានបាត់បង់កម្លាំងសំខាន់របស់ខ្លួនហើយកងទ័ពនគរទាំង6បានប្រមូលផ្ដុំគ្នានៅសមរភូមិជីលុគឺជាសមរភូមិដ៏ល្បីល្បាញដែលដឹកនាំដោយសៀងអ៊ីខណៈដែលកងទ័ពសំខាន់របស់នគរឈីងដឹកនាំដោយចាងហានខណៈដែលកងទ័ពនគរទាំង6ដឹកនាំដោយសៀងអ៊ីកំពុងប្រយុទ្ធគ្នាចំណែកឯលីវប៉ាងដឹកនាំទ័ពមួយផ្លូវទៀតចូលទៅដល់កនចុងនៅតាមផ្លូវវាយប្រហារទៅកនចុងលីវប៉ាងបានឆ្លងកាត់ទឹកដីនគរហាន
លាវប៉ាងក៏បានចូលលេងចាងលៀងដែលរស់នៅជាមួយស្ដេចថ្មីរបស់គេដោយសារតែចាងលៀងគ្រាន់តែជាទីប្រឹក្សាមិនសូវពូកែប្រយុទ្ធដូច្នេះហើយទូគាត់បង្កើតទឹកដីនៃនគរហានឡើងវិញក៏ដោយក៏គាត់មិនអាចពង្រីកទឹកដីនៅដណ្ដើមយកទឹកដីចាស់របស់នគរហានបានមកវិញទាំងអស់នោះទេពេលនោះលាវប៉ាងស្រាប់តែមានគំនិតចង់វាយដណ្ដើមយកទឹកដីឲ្យនគរហានវិញប៉ុន្តែត្រូវមានការដោះដូរគឺលាវប៉ាងសូមខ្ចីចាងលៀងពីស្ដេចហានស្ដេចហានមិនបានបដិសេធនោះទេមិនថានរណាជានរណាទេប្រកាសណាស់ពួកគេនឹងយកព្រមភ្លាមតែរឿងដែលមិននឹកស្មាននេះជាលើកចុងក្រោយដែលស្ដេចហានចឹងបានឃើញមុខចាងលៀងបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃប្រវត្តិរបស់ចាងលៀងភាគ2សូមបញ្ចប់ទៅត្រឹមនេះសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀតបន្ទាប់ពីចាងលៀងតាមលាវប៉ាងដើម្បីដណ្ដើមយកសៀនយ៉ាងគាត់បានផ្ដល់យុទ្ធសាស្ត្រល្អៗជាច្រើនដល់លាវប៉ាងហើយនៅពេលនោះកម្លាំងសំខាន់នៃកងទ័ពឈីងបានផ្ទេរទៅទប់ទល់ជាមួយនឹងសៀងអ៊ីដូច្នេះនៅតំបន់កនចុងគឺគ្មានកងទ័ពខ្លាំងនគរឈីងនោះទេនៅទីបំផុតលាវប៉ាងបានវាយយកសៀនយ៉ាងក្នុងមួយដង្ហើមដោយមិនប្រឹងប្រែងច្រើននោះទេហើយបង្ខំឲ្យស្ដេចឈីងស៊ីអ៊ីងបើកទ្វារក្រុងចុះចាញ់នៅខែតុលាឆ្នាំ207មុនគ្រិស្តសករាជឈីងឈីអ៊ីងបានបើកទ្វារក្រុងចុះចាញ់ហើយរាជវង្សឈីងបានដួលរលំបន្ទាប់ពីចក្រភពឈីងបានដួលរលំជំលោះឈូហានបានផ្ទុះឡើងគឺរវាងលាវប៉ាងនិងសៀងអ៊ីបានចាប់ផ្ដើមបន្តបន្តិចម្ដងដំបូងឡើយបន្ទាប់ពីលាវប៉ាងចូលដល់សៀនយ៉ាងគាត់ក៏មានភាពក្រអឺតក្រទមបន្តិចម្ដងប៉ុន្តែមិនយូរប៉ុន្មានក្រុមមនុស្សដែលមានសមត្ថភាពក្រោមវិជារបស់គាត់ចាប់ផ្ដើមបញ្ចុះបញ្ចូលគាត់ប៉ុន្តែគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលគាត់បានទេក្រោយមកចាងលៀងបានទៅបញ្ចុះបញ្ចូលលាវប៉ាងឲ្យភ្ញាក់ស្មារតីហើយបន្ទាប់មកបង្កើតច្បាប់ទាំង3ដោយសារតែលាវប៉ាងចូលដល់សៀនយ៉ាងមុនគេខណៈដែលសៀងអ៊ីដឹកនាំព្រះអង្គម្ចាស់ប្រយុទ្ធជាមួយកងកម្លាំងសំខាន់របស់នគរឈីងនៅជីលូដូច្នេះគ្រប់គ្នាមានអារម្មណ៍ថាលាវប៉ាងឆ្លៀតឱកាសយកផលប្រយោជន៍ដូច្នេះនៅពេលដែលសៀងអ៊ីដឹកនាំទ័ពមកដល់កនចុងគាត់បានវាយកាន់កាប់តំបន់ហានគូហើយមានបំណងចង់វាយកំទេចកងទ័ពលាវប៉ាងនៅពេលដែលលាវប៉ាងកំពុងតែជួបគ្រោះថ្នាក់ចាងលៀងបានបោះជំហានទៅមុខជួយលាវប៉ាងម្ដងទៀតនៅពេលនោះសៀងប៉ដែលជាពូរបស់សៀងអ៊ីបានមកប្រាប់ចាងលៀងថាសៀងអ៊ីចង់វាយប្រហារកនចុងមូលហេតុដែលសៀងប៉មកប្រាប់ចាងលៀងអំពីបញ្ហានេះដោយសារចាងលៀងធ្លាប់ជួយសៀងប៉ម្ដងនៅពេលមួយសៀងប៉បានសម្លាប់នរណាម្នាក់ហើយត្រូវបានគេតាមសម្លាប់វិញដូច្នេះចាងលៀងបានជួយគាត់លាក់ខ្លួនធ្វើឲ្យសៀងប៉រួចរស់ជីវិតដូច្នេះហើយនៅពេលនោះចាងលៀងបានសុំឲ្យសៀងប៉ជួបជាមួយលាវប៉ាងហើយសៀងប៉បានជួយលាវប៉ាងកុំឲ្យសៀងអ៊ីវាយលុកសៀនយ៉ាងបន្ទាប់មកក្រោមការកោះហៅរបស់សៀងអ៊ីលាវប៉ាងបានជួបសៀងអ៊ីនៅសំណាក់ហុងមិនក្នុងពិធីជប់លៀងកំឡុងពេលពិធីជប់លៀងសំណាក់ហុងមិនចាងលៀងតែងតការពីលាវប៉ាងលើពីនេះទៅទៀតនៅពេលដែលសៀងជួងដែលជាអ្នកក្រមបង្គាប់សៀងអ៊ីចង់ធ្វើឃាតលាវប៉ាងនៅក្នុងពិធីជប់លៀងវានៅតែជាសៀងប៉ដែលមានទំនាក់ទំនងល្អជាមួយចាងលៀងបានបោះជំហានជួយការពារលាវប៉ាងសរុបមកនៅក្នុងពិធីជប់លៀងសំណាក់ហុងមិនដែលសារតែប្រាជ្ញារបស់ចាងលៀងដែលធ្វើឲ្យលាវប៉ាងមិនបានប្រព្រឹត្តកំហុសអ្វីឡើយនៅពេលនោះទីបំផុតគាត់បានរត់គេចខ្លួនបន្ទាប់ពីពិធីជប់លៀងសំណាក់ហុងមិនសៀងអ៊ីបានតែងតាំងព្រះអង្គម្ចាស់ទាំង18ដោយសារតែសៀងអ៊ីខ្លាចលាវប៉ាងគាត់បានចាត់ឲ្យលាវប៉ាងទៅស៊ីឈាន់
ចំណែកឯចាងលៀងបានត្រឡប់ទៅជួយស្ដេចនគរហានរបស់គាត់មុនពេលបែកគ្នាចាងលៀងបានផ្ដោតយុទ្ធសាស្ត្រមួយឲ្យលាវប៉ាងគឺដុតផ្លូវជ្រុះចោលដើម្បីឲ្យសៀងអ៊ីគិតថាលាវប៉ាងគ្មានមហិច្ឆតាដូចមុននិងបន្ធូរបន្ថយការប្រុងប្រយ័ត្នចំពោះលាវប៉ាងបន្ទាប់ពីបែកគ្នាលាវប៉ាងបានចូលទៅដល់ទឹកដីស៊ូហើយបន្ទាប់មកតាមការណែនាំរបស់សៀវហឺហានស៊ីងត្រូវបានតែងតាំងជាសេនាប្រមុខហើយហានស៊ីងបានប្រើយុទ្ធសាស្ត្រជួសជុលផ្លូវជ្រុះចោលតែតាមពិតទៅគេបានឆ្លងកាត់តាមផ្លូវសម្ងាត់ឈិនឆាងចាងលៀងបន្ទាប់ពីចាក់ចេញពីលាវប៉ាងបានងាកទៅជួយស្ដេចហានចឹងនគរហានរបស់គេប៉ុន្តែរឿងដែលស្មានមិនដល់ស្ដេចហានចឹងដែលជាស្ដេចនគរហានមិនត្រូវបានសៀងអ៊ីបែងចែកទឹកដីឲ្យនោះទេចាងលៀងបានព្យាយាមគ្រប់វិធីសាស្ត្រដើម្បីជួយស្ដារទឹកដីរបស់នគរហានឡើងវិញប៉ុន្តែសៀងអ៊ីបានសម្លាប់ស្ដេចហានចឹងធ្វើឲ្យចាងលៀងមានការខឹងជាខ្លាំងការស្លាប់របស់ស្ដេចហានចឹងធ្វើឲ្យចាងលៀងសម្រេចចិត្តចុះចូលជាមួយលាវប៉ាងម្ដងទៀតខណៈពេលនោះលាវប៉ាងដែលមានជំនួយពីហានស៊ីងបានលួចឆ្លងតាមផ្លូវឈុនឆាងនិងវាយកគាន់ចុងបានសម្រេចក្រោយមកចាងលៀងបានសរសេរសម្បត្តិមួយច្បាប់ទៅសៀងអ៊ីនៅពេលដឹងថាសៀងអ៊ីចង់វាយប្រហារលាវប៉ាងក្នុងសម្បត្តិនោះបានសរសេរថាលាវប៉ាងគ្រាន់តែចង់បានគាន់ចុងប៉ុណ្ណោះគាត់គ្មានមហិច្ឆតាធំនោះទេម្យ៉ាងទៀតចាងលៀងក៏បានប្រាប់សៀងអ៊ីថានគរឈីដែលនៅតំបន់សានតុងគឺជាកម្លាំងខ្លាំងដែលរួមជាមួយនគរចាវអាចបំផ្លាញនគរឈូបានបន្ទាប់ពីចាញ់បោកចាងលៀងសៀងអ៊ីបានជ្រើសរើសកងកម្លាំងសំខាន់ដើម្បីទៅប្រយុទ្ធជាមួយនគរឈីបើគ្មានសម្បត្តិមួយច្បាប់របស់ចាងលៀងទេប្រកាសណាស់លាវប៉ាងច្បាស់ជាបរាជ័យប្រសិនបើពេលនោះសៀងអ៊ីជ្រើសរើសវាយប្រហារលាវប៉ាងជាមុនបើទោះបីជាលាវប៉ាងមានជំនួយពីហានស៊ីងក៏ដោយខ្ញុំជឿថាពួកគេមិនអាចទប់ទល់នឹងកងទ័ពដ៏ខ្លាំងក្លារបស់សៀងអ៊ីបានទេបន្ទាប់ពីលាវប៉ាងគ្រប់គ្រងគាន់ចុងនិងបានយកឈ្នះព្រះអង្គម្ចាស់ជាច្រើនពួកគេបានរួមគ្នាវាយប្រហារសៀងអ៊ីខណៈពេលនោះចាងលៀងបានត្រឡប់ទៅជំរំកងទ័ពរបស់លាវប៉ាងវិញខណៈពេលដែលសៀងអ៊ីកំពុងប្រយុទ្ធជាមួយនគរឈីលាវប៉ាងបានដឹកនាំទ័ពកន្លះលាននាក់ដើម្បីវាយប្រហារក្រុងផឹងដែលជាសម្បុករបស់សៀងអ៊ីតែបន្ទាប់ពីកម្លាំងសំខាន់របស់សៀងអ៊ីបានត្រឡប់មកដល់ក្រុងផឹងវិញពួកគេបានកម្ចាត់លាវប៉ាងហើយស្ទើរតែបំផ្លាញកម្លាំងលាវប៉ាងទាំងស្រុងពួកព្រះអង្គម្ចាស់ដែលធ្លាប់ចូលរួមជាមួយលាវប៉ាងគ្រាមុនក៏បានដូរម្ចាស់ងាកទៅខាងសៀងអ៊ីវិញពេលនោះអនាគតរបស់លាវប៉ាងហាក់ស្រពេចស្រពិលក្នុងគ្រាដ៏សំខាន់បែបនេះចាងលៀងបានបោះជំហានទៅមុខម្ដងទៀតហើយបានរៀបចំផែនការសម្រាប់លាវប៉ាងដើម្បីយកឈ្នះសៀងអ៊ីយោងតាមផែនការរបស់ចាងលៀងលាវប៉ាងត្រូវយកឈ្នះលើព្រះអង្គម្ចាស់ផ្សេងហើយបានបញ្ជាឲ្យហានស៊ីងវាយនគរទាំងនោះម្ដងមួយចំណែកឯលាវប៉ាងត្រូវប្រឈមមុខនឹងសៀងអ៊ីដោយផ្ទាល់ដើម្បីពន្យាពេលឲ្យហានស៊ីងវាយយកនគរទាំង6យុទ្ធសាស្ត្រទី2របស់ចាងលៀងគឺយកចិត្តព្រះអង្គម្ចាស់ដែលមានអំណាចនាពេលនោះមានដូចជាអ៊ីងប៉ដែលជាស្ដេចជូជាងនិងផឹងយេដែលមិនមានទឹកដីកាន់កាប់ប៉ុន្តែគេមានកម្លាំងទ័ពដ៏ខ្លាំងក្លាសមត្ថភាពរបស់បុរសទាំងពីរនាក់អាចនិយាយបានថាមិនអន់ជាងហានស៊ីងនោះទេក៏អាចចាត់ទុកថាជាមេទ័ពកំពូលដែរយុទ្ធសាស្ត្រនេះត្រូវបានគេហៅថាយុទ្ធសាស្ត្រ CE ហើយដែលវិនិច្ឆ័យពីដំណើរការសង្គ្រាមឈូហានគេអាចមើលឃើញថាលាវប៉ាងអនុវត្តតាមយុទ្ធសាស្ត្ររបស់ចាងលៀងទាំងស្រុងបន្ទាប់ពីការរៀបចំយុទ្ធសាស្ត្រនេះចាងលៀងមិនបានអង្គុយស្ងៀមទេគាត់បានទៅភៀសខាងត្បូងមូលហេតុចម្បងដែលចាងលៀងទៅភៀសខាងត្បូងគឺដើម្បីបញ្ចុះបញ្ចូលបរិសម្នាក់ឈ្មោះថាអូយួយមិនសូវល្បីល្បាញក្នុងប្រវត្តិសាស្ត្រទេប៉ុន្តែនៅពេលនោះតំណែងរបស់គាត់មានសារៈសំខាន់ណាស់អូយួយគាត់ធ្លាប់ធ្វើជាចៅហ្វាយស្រុកនៅក្នុងរាជវង្សឈីងហើយក៏ត្រូវបានតែងតាំងជាព្រះអង្គម្ចាស់ទាំង18ដែលតែងតាំងដោយសៀងអ៊ីផងដែរហើយរឿងដែលសំខាន់នោះគាត់ជាឪពុកក្មេករបស់អ៊ីងពូដែលជាស្ដេចជូជាងយើងមិនដឹងថាចាងលៀងធ្វើអ្វីទេនៅពេលនោះប៉ុន្តែនៅទីបញ្ចប់ចាងលៀងបានបញ្ចុះបញ្ចូលអូយួយឲ្យមកជួយលាវប៉ាងខណៈពេលនោះអ៊ីងប៉ក៏បានចូលរួមជាមួយលាវប៉ាងដូចគ្នានិយាយឲ្យសាមញ្ញកំឡុងសង្គ្រាមឈូហានចាងលៀង
មិនត្រឹមតែទទួលខុសត្រូវក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឲ្យលាវប៉ាងប៉ុណ្ណោះទេថែមទាំងធ្វើជាការទូតដើម្បីបញ្ចុះចូលមនុស្សឲ្យចុះចូលជាមួយលាវប៉ាងបន្ថែមពីលើនេះបន្ទាប់ពីគាត់ត្រឡប់មកពីភៀកខាងត្បូងវិញគាត់បានបញ្ឈប់លាវប៉ាងភ្លាមក្នុងការអនុវត្តប្រព័ន្ធយុទ្ធសាស្ត្រសក្តិភូមិទ្រង់ទ្រីធំយុទ្ធសាស្ត្រនេះគឺការកាត់បន្ថយអំណាចរបស់សម្ដេចដែលនៅក្រោមបង្គាប់របស់គាត់ក្នុងរយៈពេល2ឆ្នាំបន្ទាប់ដោយសារកម្លាំងសំខាន់របស់សៀងអ៊ីត្រូវបានខ្ទាស់ជាប់ដោយលាវប៉ាងគណៈដែលអ៊ីងប៉បានវាយកម្លាំងសំខាន់ភៀកខាងត្បូងរបស់សៀងអ៊ីចំណែកផឹងយេបានយាយីផ្លូវផ្គត់ផ្គង់ស្បៀងរបស់សៀងអ៊ីហានស៊ីងបានទទួលបន្ទុកភារកិច្ចតខ្លួនវាយភៀកខាងជើងក្នុងរយៈពេល2ឆ្នាំនេះដូច្នេះហើយ2ឆ្នាំក្រោយទឹកដី2ភាគ3នៃតំបន់ទំនាបកណ្ដាលបានស្ថិតក្រោមការគ្រប់គ្រងរបស់លាវប៉ាងនិងសម្ព័ន្ធមិត្តនៅទីបំផុតបានបង្កើតជាយុទ្ធសាស្ត្រឡោមព័ទ្ធសៀងអ៊ីនៅសមរភូមិកៃសៀហើយសៀងអ៊ីបានធ្វើអត្តឃាតសម្លាប់ខ្លួននៅទីនោះជាមួយនឹងការស្លាប់របស់សៀងអ៊ីទឹកដីសៀងអ៊ីត្រូវបានកាន់កាប់ដោយលាវប៉ាងភ្លាមហើយព្រះអង្គម្ចាស់ដែលនៅគាំទ្រសៀងអ៊ីត្រូវបានហានស៊ីងនិងចាងលៀងកម្ចាត់ចោលជាការពិតណាស់ហានស៊ីងបានប្រើយុទ្ធសាស្ត្រវាយប្រហារដោយបង្ខំខណៈដែលចាងលៀងបានប្រើយុទ្ធសាស្ត្រការទូតក្រោយពីបង្កើតរាជវង្សហានលាវប៉ាងបានប្រារព្ធពិធីជប់លៀងដ៏ធំមួយវាជាពេលដែលចាងលៀងបានលះបង់អំណាចទាំងអស់ហើយដកខ្លួនចេញទាំងស្រុងពីរាជវង្សហានប្រសិនបើយើងស្ដាប់ដោយយកចិត្តទុកដាក់យើងនឹងដឹងថាចាងលៀងមានស្នាដៃធំធេងយ៉ាងណាតែការសម្រេចចិត្តលះបង់អំណាចទាំងស្រុងគឺជារឿងដែលស្មានមិនដល់តាមពិតទៅចាងលៀងដើរតាមលាវប៉ាងមិនមែនដើម្បីកេរ្តិ៍ឈ្មោះឬទ្រព្យសម្បត្តិនោះទេប៉ុន្តែគឺដើម្បីសងសឹកព្រោះតែសៀងអ៊ីបានសម្លាប់ស្ដេចនគរហានរបស់គាត់ចំណែករឿងទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះក្នុងក្រសែភ្នែករបស់ចាងលៀងគឺគ្មានអ្វីទាំងអស់ព្រោះគាត់ធ្លាប់លះបង់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ដើម្បីជួយមនុស្សធ្វើឃាតឈៀនស៊ីហួងជាមួយគ្នានេះដែរយើងអាចកត់សម្គាល់ផងដែរថាទោះបីជាមានរឿងរ៉ាវជាច្រើនអំពីចាងលៀងនៅក្នុងប្រវត្តិសាស្ត្រក៏ដោយចាងលៀងបានជួយលាវប៉ាងតែ6ឆ្នាំប៉ុណ្ណោះគឺបំផ្លាញរាជវង្សឈីងនិងនគរឈូអាចនិយាយបានថាជារយៈពេលដ៏ខ្លីបំផុតដូច្នេះហើយបើយើងក៏លេចទៅមើលលាវប៉ាងតាមទស្សនៈរបស់ចាងលៀងយើងប្រហែលជាមានអារម្មណ៍ថាលាវប៉ាងគ្រាន់តែអ្នកដើរកាត់ក្នុងជីវិតរបស់ចាងលៀងប៉ុណ្ណោះក្រោយពីបង្កើតរាជវង្សហានចាងលៀងបានសងសឹករាជវង្សឈីងដែលធ្លាប់បំផ្លាញនគរហានរបស់គាត់ហើយក្រោយមកគឺសម្លាប់សៀងអ៊ីដែលសម្លាប់ស្ដេចហានចឹងរបស់គាត់ដូច្នេះហើយនៅពេលនោះគ្មានចំណុចណាដែលចាងលៀងនៅបន្តធ្វើការឲ្យលាវប៉ាងនោះទេមនុស្សដែលមានស្នាដៃដ៏ធំធេងប៉ុន្តែមិនទទួលយកផលប្រយោជន៍ណាមួយឡើយហើយថែមទាំងលះបង់អំណាចធ្វើឲ្យមន្ត្រីនៅក្នុងរាជការមហាហានមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងរយៈពេល10ឆ្នាំនៃការលះបង់អំណាចរបស់ចាងលៀងមិនសូវមានរឿងរ៉ាវណាសំខាន់ទេមានតែពីរប៉ុណ្ណោះទី1គឺមិត្តភ័ក្តិរបស់គាត់ឈ្មោះអ៊ូយួយដែលត្រូវជាឪពុកក្មេកអ៊ីងប៉បានទទួលមរណភាពនៅអាយុ40ឆ្នាំតាមពាក្យចចាមរាមនៅក្នុងប្រវត្តិសាស្ត្រផ្លូវការអ៊ូយួយមិនមែនស្លាប់ទេប៉ុន្តែគាត់បានធ្វើតាមដំបូន្មានចាងលៀងគឺខ្លាញ់ខ្លួនធ្វើជាស្លាប់ដើម្បីគេចផុតពីការសម្លាប់របស់លាវប៉ាងក្នុងចំណោមស្ដេចជាច្រើនដែលមាននាមត្រកូលខុសគ្នានៅដើមរាជវង្សហានមានតែអ៊ូយួយប៉ុណ្ណោះដែលការបញ្ចប់របស់គាត់គឺល្អជាងគេហើយគ្រួសាររបស់គាត់ក៏រស់នៅសុខសាន្តបើរឿងនេះជាការពិតមែនយើងអាចមើលឃើញថាចាងលៀងដឹងពីចរិតរបស់លាវប៉ាងហើយរឿងទី2គឺលាវប៉ាងចង់ទម្លាក់រាជទាយាទចេញពីតំណែងពេលនោះម្ចាស់ស្ត្រីលីបានសុំជំនួយពីចាងលៀងពេលនោះចាងលៀងបានឲ្យយោបល់ម្ចាស់ស្ត្រីលីអញ្ជើញចាស់ទុំទាំង4នៃមហាហានហើយចំណាប់ការនេះបានរៀបរៀងលាវប៉ាងមិនឲ្យទម្លាក់រាជទាយាទផងដែរប៉ុន្មានឆ្នាំក្រោយមកចាងលៀងបានក្លាយជាអ្នកបួសនៃសាសនាតៃហើយលែងខ្វល់ខ្វាយពីកិច្ចការនយោបាយគណៈពេលនោះលាវប៉ាងបានបោះសម្អាតមន្ត្រីដែលមានគុណសម្បត្តិជាច្រើនហើយមានតែចាងលៀងប៉ុណ្ណោះដែលរួចរស់ជីវិតលើសពីនេះទៀតគ្រួសាររបស់ចាងលៀងក៏មិនមានបញ្ហាអ្វីទាំងអស់ចាងលៀងមិនត្រឹមតែរៀបយុទ្ធសាស្ត្រដើម្បីដណ្ដើមយកពិភពលោកប៉ុណ្ណោះទេប៉ុន្តែមានផែនការសម្រាប់គ្រួសារ
និងសម្រាប់ខ្លួនគាត់ផងបើយើងប្រៀបធៀបជាមួយទីប្រឹក្សានៅចំនួនក្រោយៗគឺអាចនិយាយបានថាมันអាចប្រៀបផ្ទឹមជាមួយនឹងគាត់បានឡើយដូច្នេះហើយនៅក្នុងប្រវត្តិសាស្ត្រទីប្រឹក្សាដែលអស្ចារ្យជាងគេបំផុតនៅក្នុងប្រទេសចិនគេនិយាយថាគឺជាចាងលៀងគឺមានតែគាត់ម្នាក់ទេដែលអាចទទួលនាមកិត្តិយសថាជាទីប្រឹក្សាកម្ពុជាជាងគេក្នុងប្រវត្តិសាស្ត្រចិនបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត